សារព័ត៌មាន The Sun USA ដែលផ្សាយនៅក្នុងខែឧសភាឆ្នាំ2025នេះបានផ្សាយមកថាមានបុរសជនជាតិអ៊ីរ៉ាក់ម្នាក់ឈ្មោះ Aqil Faq al-Din អាយុ50ឆ្នាំត្រូវបានសម្លាប់និងលេបមួយផ្នែកដោយសត្វតោរបស់គាត់នៅក្នុងទីក្រុង Kufa កាលពីថ្ងៃប្រហោះសប្តាហ៍មុនត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីការចិញ្ចឹមសត្វនេះឧបទ្ទហេតុនេះបានធ្វើឲ្យមានការតក់ស្លុតយ៉ាងខ្លាំងនៅក្នុងស្រុក Al-Barakiyah ក្នុងខេត្ត Najaf al-Din ត្រូវបានវាយប្រហារនៅពេលដែលគាត់ចូលទៅជិតទ្រង់តោនៅក្នុងសួនច្បារនៃផ្ទះរបស់គាត់ក្នុងតំបន់ Al-Hasinat ជាកន្លែងដែលគាត់បានរក្សាទុកតោនិងសត្វព្រៃផ្សេងទៀតអស់រយៈពេលជាច្រើនឆ្នាំមកហើយតាមប្រភពព័ត៌មានដដែលនោះបានផ្សាយបន្តថាសត្វតោបានលោតខាំកនិងដើមទ្រូងរបស់ al-Din បណ្ដាឲ្យគាត់មានរបួសយ៉ាងធ្ងន់ធ្ងរហើយបន្ទាប់មកសត្វតោនោះបានស៊ីផ្នែកសំខាន់នៃរាងកាយរបស់គាត់នៅទីតាំងនោះតែម្ដងជនរងគ្រោះឈ្មោះ al-Din ជាបុរសវ័យសក់ល្បាយអាចខ្លាអាយុ50ឆ្នាំត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាអ្នកចូលចិត្តរក្សាទុកសត្វកម្រទុកជាសត្វចិញ្ចឹមហើយត្រូវបានស្គាល់យ៉ាងច្បាស់នៅក្នុងសហគមន៍នៃអ្នកចិញ្ចឹមសត្វកម្រទាំងនេះប្រភពពីសន្តិសុខបានប្រាប់កាសែតថាលោក al-Din បានចិញ្ចឹមតោនៅក្នុងសួនរបស់គាត់ប្រហែល1ខែមុនការវាយប្រហាររបស់តោមកលើរូបគាត់ហេតុការណ៍ដ៏សែនរន្ធត់នេះបានកើតឡើងនៅពេលដែលលោក al-Din បានចូលទៅជិតទ្រង់តោពេលនោះតោក៏ស្ទុះហាមាត់បើកចង្កូមមកខំលើគាត់បណ្ដាឲ្យមានរបួសត្រង់កនិងដើមទ្រូងយ៉ាងធ្ងន់ធ្ងរប្រភពបានបន្ថែមទៀតថាអ្នកជិតខាងម្នាក់បានឮសំឡេងស្រែករបស់ក្រុមគ្រួសារនិងស្រែកឲ្យគេជួយហើយពេលនោះអ្នកជិតខាងបានជួយអន្តរាគមន៍គ្រប់គ្រងសម្លាប់សត្វតោដោយបាញ់វាដោយអាវុធផ្ទាល់ខ្លួនរបស់គាត់ដូច្នេះទើបបញ្ចប់ការវាយប្រហារដោយហិង្សារបស់តោមកលើលោក al-Din នោះឯងសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចអ៊ីរ៉ាក់ប្រគល់ទៅឲ្យអ្នកជំនាញកោសល្យវិច័យចាត់ការតាមនីតិវិធីក្រោយមានហេតុការណ៍កើតឡើងនៅក្នុងប្រព័ន្ធសង្គមមានវីដេអូឃ្លីបដែលផ្សព្វផ្សាយបង្ហាញពីសត្វតោកំពុងតែដេកនៅក្នុងថ្លុកឈាមហើយ
ឧបទ្ទហេតុនេះបានបង្ហាញជាថ្មីម្ដងទៀតនៅនិន្នាការកើនឡើងនៃការចិញ្ចឹមសត្វដែលស៊ីសាច់ស្រស់ជាអាហារនៅក្នុងលំនៅឋានរបស់ខ្លួនក្នុងប្រទេសអ៊ីរ៉ាក់ដោយគ្មានក្របខ័ណ្ឌច្បាប់ឬក៏ការត្រួតពិនិត្យពីពេទ្យសត្វដែលបង្កការគំរាមកំហែងដោយផ្ទាល់ដល់សុវត្ថិភាពម្ចាស់ផ្ទះក៏ដូចជាសាធារណជនគួរបញ្ជាក់ផងដែរថាវីដេអូឃ្លីបរបស់សត្វតោដែលដេកស្លាប់ក្នុងសួនច្បារដែលបានសុសសាយពេញប្រព័ន្ធសង្គមបានបង្កឲ្យមានការខឹងសម្បារចំពោះសមត្ថភាពរបស់បុរសនៅក្នុងការរក្សាសត្វនៅក្នុងសួនផ្ទះរបស់គាត់និងបង្កើនការព្រួយបារម្ភអំពីច្បាប់ដ៏ធូររលុងរបស់ប្រទេសអ៊ីរ៉ាក់ទៅលើកម្មសិទ្ធិឯកជននៃសត្វព្រៃកម្រនៅប្រទេសអ៊ីរ៉ាក់នេះផងដែរមានការតស៊ូមតិជាយូរមកហើយទៅលើការជួញដូរសត្វព្រៃខុសច្បាប់ដែលជំរុញដោយតម្រូវការទីផ្សារដ៏ខ្លាំងក្លាទៅលើសត្វទាំងនេះរួមជាមួយនឹងការអនុវត្តច្បាប់ដ៏ខ្សោយនិងធូររលុងជាច្រើនឆ្នាំមកហើយអវត្តមាននៃបទបញ្ញត្តិប្រកបដោយប្រសិទ្ធភាពអ្នកប្រមាញ់និងអ្នករត់ពន្ធនៅតែបន្តប្រមាញ់និងជួញដូរប្រភេទសត្វកម្រនេះនៅក្នុងប្រទេសអ៊ីរ៉ាក់